សង្កេតឃើញមានការដុះដុំសាច់ខ្លាញ់ទៅនឹងតំបន់ទ្វេមាសដុះលក្ខណៈជាកញ្ចុងដូចការកាត់ណាដូចជាកំពឹសក្រូចខ្លែងក្រូចដុំមុនដុំរឹងទី2មានអាការៈរមាស់ឬក៏មានការឈឺសគាកន្លែងដុំសាច់ហ្នឹងហើយចំពោះទី3ចំពោះបងប្អូនស្ត្រីអាចនឹងចាប់ផ្ដើមមានការធ្លាក់សលាយឡំជាមួយនឹងការធំក្លិនអត់ល្អក្លិនជូរក្លិនឆ្អាបក្លិនស្អុយមានអាការៈរមាស់ឬក៏ទ្វេមាសអាចនឹងមានបញ្ហាស្ងួតជាក្តៅក្រហាយផ្សាដែលធ្វើឲ្យបងប្អូនពិបាកក្នុងការកេងនៅជាមួយនឹងដៃគូកេងនៅជាមួយគ្រួសារបាត់បង់ទំនុកចិត្តអញ្ចឹងរោគសញ្ញាទាំងអស់នេះគឺដោយសារតែបងប្អូនកំពុងតែកើតមានទៅលើបញ្ហាកាមរោគសិមាន់ចំពោះបញ្ហាកាមរោគសិមាន់អាចកើតឡើងទាំងស្ត្រីនិងបុរសអាចកើតទាំងអ្នកដែលគាត់មានដៃគូរួមភេទឬក៏អ្នកដែលគាត់នៅលាវអញ្ចឹងបងប្អូនដឹងហើយពាក់ព័ន្ធជាមួយនឹងបញ្ហាកាមរោគសិមាន់នេះគឺកត្តាចម្លងមានច្រើនមែនទែនភាគរយច្រើនគឺឆ្លងតាមរយៈការរួមភេទចំពោះបងប្អូនដែលគាត់មានដៃគូរួមភេទច្រើនឬក៏រួមភេទជាមួយនឹងអ្នកដែលគាត់ផ្ទុកមានទៅលើបញ្ហាកាមរោគសិមាន់អត់បានការពារឲ្យបានត្រឹមត្រូវឆ្លងតាមរយៈបន្ទប់ទឹកសាធារណៈឆ្លងតាមរយៈការប៉ះដុំសាច់ឬក៏ឆ្លងតាមរយៈទឹករងៃឬក៏ពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់សម្ភារៈរួមគ្នាជាមួយនឹងអ្នកដែលគាត់ផ្ទុកមានទៅលើបញ្ហាកាមរោគសិមាន់ដូចជាកសែងឬក៏សម្ភារៈបំពាក់រួមគ្នាអញ្ចឹងពាក់ព័ន្ធជាមួយនឹងបញ្ហាកាមរោគសិមាន់គឺវាបង្កឡើងដោយពពួកវីរុស HPV ដែលវាស្ថិតនៅក្នុងក្រុមទី6និងទី11អញ្ចឹងបើសិនជាបងប្អូនមិនថាស្ត្រីក៏បុរសហើយបើសិនជាដឹងថាខ្លួនឯងកំពុងតែកើតមានបញ្ហាកាមរោគសិមាន់ក៏មើលស្រាលទៅលើបញ្ហាមួយនេះឲ្យសោះបើសិនជាបងប្អូននៅតែព្យាយាមទុកដុំសាច់ចាប់ផ្ដើមមានការឆ្លងដុះកាន់តែច្រើនទំហំដុំសាច់កាន់តែរីកធំជាងមុនចាឬក៏ឈានចូលដល់ការរលាកការឡើងទៅបៅទៅនឹងដុំសាច់ហ្នឹងធ្វើឲ្យបងប្អូនមានការប្រឈមខ្ពស់ទាក់ទងទៅនឹងបញ្ហាមហារីកទ្វេមាសបញ្ហាមហារីកមាត់ស្បូតឬក៏ពាក់ព័ន្ធជាមួយនឹងបញ្ហាមហារីកលឹងអញ្ចឹងចំពោះបងប្អូនកន្លងមកដែលធ្លាប់ធ្វើការដោះស្រាយអស់ច្រើនហើយប្រើគ្រប់វិធីសាស្ត្រមិនថាជាប្រភេទថ្នាំលាបឬការដោះស្រាយដោយការដុតការកាត់ប៉ុន្តែបាត់តាមរយៈពេលចាប់ផ្ដើមមានការដុះដុំសាច់ឡើងមកម្ដងហើយម្ដងទៀតបងប្អូនអាចធ្វើការឆាត់ចូល page បានដែលគ្រូមានដំណោះស្រាយជូនទៅកាន់បងប្អូនទាំងអស់គ្នាដើម្បីធ្វើការដោះស្រាយបញ្ហាហ្នឹងដុំសាច់ចាប់ផ្ដើមមានការរួមស្វិតទៅវិញនឹងខ្លួនឯង